ការរីគុណធ្ងន់ធ្ងរច្រកទ្វារបោះមនរងការចាត់ប្រកាន់ពីបទចម្រិតទារប្រាក់បាយទឹកពីអាជីវករដោយគ្មានវិក័យប័ណ្ណធ្វើឲ្យបាត់បង់នៅថវិការដ្ឋខេត្តស្វាយរៀងប្រជាពលរដ្ឋនិងក្រុមអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ច្រកទ្វារព្រំដែនបោះមនស្ថិតនៅក្នុងឃុំបោះមនស្រុករំដួលខេត្តស្វាយរៀងបានសម្ដែងនូវការខកចិត្តនិងរិះគន់យ៉ាងធ្ងន់ធ្ងរចំពោះប្រព័ន្ធគ្រប់គ្រងរបស់លោកឈ្នាងសុនហុងប្រធានការិយាល័យគយនិងរដ្ឋកោច្រកទ្វារព្រំដែនបោះមនដែលកំពុងតែបាក់ដៃឲ្យកូនចៅប្រមូលលុយចម្រិតទារប្រាក់ពីក្រុមឈ្មួញដឹកទំនិញកិច្ចពន្ធនិងបងពន្ធមិនគ្រប់ពីប្រទេសវៀតណាមចូលមកកម្ពុជាយ៉ាងពេញបន្ទង់ដោយគ្មានការចេញវិក័យប័ណ្ណត្រឹមត្រូវឡើយយោងតាមប្រភពពីអាជីវករនិងអ្នកបើកបររថយន្តដឹកទំនិញបានឲ្យដឹងថាទំនិញគ្រប់ប្រភេទដូចជាផ្លែឈើគ្រឿងជ័រដែកមីនិងភេសជ្ជៈផ្សេងៗត្រូវបានកំណត់ថ្លៃបាយទឹកជាកំហិនដោយរថយន្តធំត្រូវបង់ចាប់ពី60,000ទៅ70,000រៀលរីឯរថយន្តតូចនិងរមាក់សណ្ដោងត្រូវបង់ពី20,000ទៅ30,000រៀលជាថ្នូរនឹងការមិនបង្ក្រាបឬមិនពិនិត្យពន្ធឲ្យបានត្រឹមត្រូវទង្វើប្រមូលលុយដាក់ហោប៉ៅផ្ទាល់ខ្លួនទាំងយប់ទាំងថ្ងៃនេះកំពុងធ្វើឲ្យរនត្រូវខាត់បង់ចំណូលពន្ធយ៉ាងសន្ធឹកសន្ធាប់ក្នុងមួយខែមហាជននិងក្រុមអាជីវករបញ្ជាក់ថាសកម្មភាពរបស់លោកឈ្នាងសុនហុងនិងប៉ាពូនៅច្រកទ្វារព្រំដែនបោះមនគឺកំពុងដាវផ្ទុយស្រឡះទាំងស្រុងពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីដែលតែងតែក្រានរំលឹងដល់មន្ត្រីគ្រប់លំដាប់ថ្នាក់ឲ្យប្រកាន់ខ្ជាប់នៅអភិក្រមទាំង5ឆ្លុះកញ្ចក់ងូតទឹកដុសក្អែលព្យាបាលនឹងវះកាត់និងយុទ្ធសាស្ត្របញ្ចកោណដែលចាត់ទុកអភិបាលកិច្ចល្អនិងភាពស្អាតស្អំជាស្នូលនៃដំណើរការអភិវឌ្ឍជាតិអាស្រ័យហេតុនេះប្រជាពលរដ្ឋនិងអាជីវករសូមអំពាវនាវយ៉ាងទទូចជូនលោកបណ្ឌិតសភាចាអូនប៉ុនមនីរ័នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកគុណញឹមអគ្គនាយកនៃអគ្គនាយកដ្ឋានគយនឹងរដ្ឋកោកម្ពុជានិងអង្គភាពប្រឆាំងអំពើពុករលួយមេត្តាចាត់មន្ត្រីជំនាញចុះធ្វើការស្រាវជ្រាវនិងពិនិត្យមើលភាពមិនប្រក្រតីនៅច្រកទ្វារព្រំដែនបោះមននេះជាប្រញាំដើម្បីទប់ស្កាត់ការបាត់បង់ថវិការដ្ឋនិងពង្រឹងយុត្តិធម៌សម្រាប់អាជីវករស្មោះត្រង់សេចក្តីបញ្ជាក់អង្គភាពសារព័ត៌មានប្រមាញ់ជេដានធីវីផ្សព្វផ្សាយព័ត៌មាននេះនៅក្នុងន័យស្ថាបនាដើម្បីធ្វើជាកញ្ចក់ឆ្លុះបញ្ចាំងការពិនឆ្លើយតបតាមកង្វល់របស់ប្រជាពលរដ្ឋនិងចូលរួមចំណែកការពារផលប្រយោជន៍ជាតិអង្គភាពយើងខ្ញុំរងចាំទទួលស្វាគមន៍រាល់ការបកស្រាយបំភ្លឺឬឆ្លើយតបពីគ្រប់ស្ថាប័នពាក់ព័ន្ធនិងសមីខ្លួនរៀងរាល់ម៉ោងធ្វើការដើម្បីធានានូវតម្លាភាពនិងតុល្យភាពព័ត៌មានស្របតាមច្បាប់ស្តីពីរបបសារព័ត៌មានសូមអរគុណ